អ្នកភូមិអ្នកស្រុកនៅក្នុងតំបន់មួយនេះគាត់មានរយៈពេលត្រឹមតែ1ម៉ោងដើម្បីធ្វើដំណើរផ្លូវគោកធ្វើដំណើរពីកោះមួយទៅកោះមួយបន្ទាប់ពីរយៈពេល1ម៉ោងដែលគាត់ធ្វើដំណើរនោះហើយផ្លូវគោកដែលគាត់កំពុងតែធ្វើដំណើរជារាល់ថ្ងៃនេះនឹងបាត់ទៅវិញបន្ទាប់មកនៅក្នុងថ្ងៃស្អែកទៀតនឹងមានពេលវេលាដូចដើមជារៀងរាល់ថ្ងៃអញ្ចឹងក្នុងមួយថ្ងៃគាត់មានពេលត្រឹមតែ1ម៉ោងដើម្បីឆ្លងផ្លូវគោករបស់គាត់ពីកោះមួយទៅកោះមួយបន្ទាប់ពីពេលនោះគឺគាត់លែងមានពេលឆ្លងសម្រាប់ផ្លូវគោកទៀតហើយគឺគាត់ត្រូវឆ្លងជាមួយនឹងឧបករណ៍ដូចជាទូកឬកាណូតឬគឺជាកប៉ាល់ជាដើមដើម្បីឆ្លងកាត់វាគឺជារឿងមួយចម្លែកមែនទែនសម្រាប់ធម្មជាតិនៅតំបន់មួយនេះអញ្ចឹងប្រជាជននៅក្នុងតំបន់មួយនេះជារៀងរាល់ថ្ងៃទៅហើយនៃការរស់នៅនៃការឆ្លងផ្លូវដែលគាត់មានរយៈពេលត្រឹមតែ1ម៉ោងដើម្បីជញ្ជូនអីវ៉ាន់បើសិនជាថ្ងៃនេះគាត់ចង់យកឡានឬយកម៉ូតូអ្វីគឺគាត់ត្រូវចំណាយពេលរង់ចាំដល់ពេលទឹកស្រករយៈពេល1ម៉ោងគឺគាត់អាចជញ្ជូនបាន